មហាជនពិតជាស្លុតរន្ធត់យ៉ាងខ្លាំងនៅពេលដែលបានដឹងថាឡានដឹកសម្ភារៈឧបករណ៍ភ្លេងតន្ត្រីចម្រើនមង្គលព្រៃថ្នោតមកពីខាងខេត្តកំពតបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯងបណ្ដាលឲ្យសមាជិកក្រុមតន្ត្រី2នាក់ស្លាប់នៅនឹងកន្លែងគួរឲ្យអាសូរក្នុងនោះប្រុស1នាក់និងស្រី1នាក់ខណៈអ្នករួមដំណើរផ្សេងទៀតរងរបួសធ្ងន់ស្រាលចំនួន12នាក់គ្រោះថ្នាក់ចរាចរណ៍ដ៏អកុសលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ48ត្រង់ចំណុចផ្លូវបំបែកទៅកោះស្ដេចម្ដុំកូនគុកក្នុងស្រុកបូទុំសាគរខេត្តកោះកុងជុំវិញហេតុការណ៍នេះបើតាមអ្នកដំណើរដែលបានធ្វើដំណើរជួបឡានគ្រោះថ្នាក់នេះបានបញ្ជាក់ឲ្យដឹងថាផ្លូវនេះធំត្រង់ស្មើធម្មតាមិនមានឡើងចុះទេគ្រាន់តែឡាននោះបើកលបឿនលឿនល្មមដោយគិតផ្លូវសម្បុកមាន់រេចុះរេឡើងហើយក៏ឃើញអ្នកជីប្រឹងទប់ខ្លួនម្ដងផងដែរប៉ុន្តែមិនដឹងជីយ៉ាងម៉េចពេលមកដល់ចំណុចកាត់ហេតុក៏ស្រាប់តែក្រឡាប់តែម្ដងតែបើតាមម្ចាស់តន្ត្រីដែលជាអ្នកបើកឡានផ្ទាល់បានប្រាប់ពីមូលហេតុនៃគ្រោះថ្នាក់នេះពិតជាមិននឹកស្មានដល់សូមស្ដាប់ការរៀបរាប់របស់គាត់ដូចតទៅជំរាបសួរបងបាទបងខាងតន្ត្រីខ្ញុំចម្រើនមង្គលបាទចម្រើនមង្គលបងឃើញគ្រោះថ្នាក់ចរាចរណ៍របស់បងហ្នឹងណាបាទបងចូលរួមសោកស្ដាយផងបងខ្ញុំខលមកពីខាងសមាគមយុវសិល្បករដើម្បីសន្តិភាពបងហើយចូលរួមរំលែកទុក្ខនៅក្រុមតន្ត្រីបងផងមកណាបាទហើយច្បាស់លាស់ហ្នឹងគឺការស្លាប់របស់អ្នកចម្រៀងយើងឬក៏អ្នករាំបងអ្នករាំស្លាប់ម្នាក់អ្នកលើកឆាកស្លាប់ម្នាក់ហើយម្នាក់ទៀតប្រហែលជាមិនรู้ដែរវិញទៅគង់ធ្ងន់នៅត្រីរាំ3នាក់ហ្នឹងបាក់ជើង3 4កណាត់បាក់តកែម្នាក់ទៀតឥឡូវគាត់នៅពេទ្យអង្គឌូងបងជាម្ចាស់តន្ត្រីនឹងតតែមកបងណាបាទហេតុការណ៍បងមាននៅលើឡាននឹងដែរអត់ខ្ញុំអ្នកបើកឡានបងបណ្ដាលមកពីអីបានជាមានបញ្ហាចឹងពេលខ្ញុំជន់ប្រាំងទៅជាប់ជាប់វេទៅមកឡានវាលឿនខ្ញុំជន់ប្រាំងកុំឲ្យវាលឿនពេកជាប់នោះជាប់មកហើយខ្ញុំបាក់ជើងចេញវានៅតែជាប់លឿនហើយវាជាប់ឡានវាពុំទៅលឿនដល់ចុងវាវត្តទៅហ្មងហើយចុះបងពេលហ្នឹងបងលោតចុះឬក៏យ៉ាងម៉េចបងខ្ញុំជិះទៅវិញតែអត់ធ្លាក់មកខ្ញុំជាប់ហ្មងអត់ទុកខ្ញុំជាប់ហ្មងខ្ញុំមិនតាក់អីលេងអត់ទៅទល់ដបឡានជាប់ហ្មងមកម្ល៉េះហ្នឹងខ្ញុំជាប់កន្លែងហ្នឹងជាប់ក្នុងឡានហ្មងអត់មានអីទេគាត់អាចចុកទៅបាទបងហើយនៅលើឡានហ្នឹងទាំងអស់មានគ្នាប្រហែលអកកណ្ដងឬក៏អកកេះបងអកកណ្ដងមកគ្នា14នាក់អញ្ចឹងអ្នកដែលអត់រងរបួសប្រហែលអ្នកបងអត់រងរបួសតែខ្ញុំមួយបងអូយខ្ញុំគាត់តែឃើញខ្ញុំពិតជាសោកស្ដាយពិតជាចូលរួមរន្ធត់ចិត្តណាស់បងអើយផ្លូវទៅដងដូចច្រើនដងណាបងផ្លូវទៅដងណាបើខាងច្រើនដងឆ្នាំទៅក៏មានដែរបងដងថ្លៃណាបងគាត់ទៅឃុំខ្ញុំអាហ្នឹងថ្លៃហ្នឹងអត់បានសេវាចិត្តដល់កូនកុកផ្លូវកោះស្ដាច់បាទពេលភ្លាមហ្នឹងអ្នកដែលរងរបួសហ្នឹងយកទៅព្យាបាលមកដល់ភ្នំពេញមកបាទឡានពេទ្យគេដឹកយកមកទាំងអស់បងបាទរហូតដល់ពេលឥឡូវហ្នឹងបងមានវិធានការអីចាត់ចែងយ៉ាងម៉េចជាមួយនឹងកូនក្រុមការងារបងឬក៏យ៉ាងម៉េចឬក៏សមត្ថកិច្ចគេមានទូនាំអីយ៉ាងម៉េចធ្វើកំណត់ហេតុយ៉ាងម៉េចអត់បងធ្វើទៅពួកគាត់ធ្វើទៅតែដល់ពួកគាត់នៅឃុំខ្ញុំជាប់ខ្ញុំចង់ទៅតែតើអត់កើតអញ្ចឹងឥឡូវនេះបងនៅកន្លែងឃុំខាំងហ៎បាទគាត់ឃុំតែគាត់អត់មានដាក់អីទេគាត់ឲ្យខ្ញុំអង្គុយធម្មតាគាត់ដាក់បាត់សោអត់ឲ្យខ្ញុំចេញទៅប៉ុណ្ណឹងទេអូនៅឥឡូវបងកំពុងនៅណាឥឡូវនៅកន្លែងឃុំនៅកន្លែងប៉ុស្តិ៍អណ្ដូងទឹកបាទស្រុកអីគេកន្លែងហ្នឹងគេហៅស្រុកអីគេស្រុកបទុមសាគរខេត្តកោះកុងបាទអញ្ចឹងការឃុំខ្លួនបងតាំងពីថ្ងៃនោះមកប្រហែលថ្ងៃហើយបងអត់ឃុំខ្លួនតាំងពីយប់មិញបងពីយប់មិញបងណាបាទអត់ដេកអីនោះហ្នឹងបាទតែគេអត់មានទៅធ្វើអីក៏គេឃុំបងដើម្បីដោះស្រាយផ្លូវច្បាប់អញ្ចឹងណាបងណាបាទគាត់ថាខ្ញុំរត់ខ្ញុំថាខ្ញុំអត់រត់ទេបើចាប់គាត់ក្មួយខ្ញុំហ្នឹងអូយល់ឲ្យបងបាទឥឡូវការខូចខាតបងម្នាក់ខូចខាតអីខ្លះខូចទាំងអស់ទាំងឡានទាំងអីមកតិចតែខ្ញុំអត់ស្ដាយបងឡានខ្ញុំស្ដាយមិននេះខ្ញុំបាទហើយខ្ញុំចង់សួរបងបន្តិចតើនៅពេលដែលមានបញ្ហាអញ្ចឹងតើបងមានគេហៅថាការតាំងចិត្តរបស់បងយ៉ាងម៉េចដែរចំពោះបងប្អូនដែលស្លាប់ទៅចំពោះដូចតែគាត់រងរបួសអញ្ចឹងបងមានទំនួលខុសត្រូវអីអត់ខ្ញុំទទួលខុសត្រូវទាំងស្រុងខ្ញុំអត់រត់ទេខ្ញុំព្យាយាមមើលដល់ជាទាំងអស់ឲ្យខ្ញុំមានលទ្ធភាពមើលបាទតែដល់អ្នកស្លាប់ហើយយើងក៏មិនដឹងថាទៅសងមិនកើតដែរអញ្ចឹងណា
bà thang có trong ban ấy nhưng mà ông biết ở tại nhung miên នេះគឺការទទួលខុសត្រូវរបស់បងប្រុសឈ្មោះអីដែរ ไม่ใช่ไม่ร้าน មិនរើនភូមិឃុំសុកណាដែលបងកើតនៅណា nhung cài nó phun trái tháo không trái tháo sọc tạch chú còn bộ cố khai được bột អញ្ចឹងតើបងមានសរំពោអីទៅដល់សមត្ថកិច្ចនៅទីនោះថាតើគូតែចាត់វិធានការយ៉ាងម៉េចតើចង់ចេញមកក្រៅឃុំដើម្បីរកលុយរកកាក់ដើម្បីធ្វើយ៉ាងម៉េចដើម្បីចាត់ចែងទៅដល់កូនក្រុមរបស់បងឬក៏អ្នកដែល nhưng trong trắng បងសរំពោបានទេបងអាចសរំពោទៅតាមហ្នឹងខ្ញុំនឹងផ្សព្វផ្សាយឲ្យបង nhưng trong trắng bộ đôi con vậy mình cho trong trắng á trong trắng tập bón bộ năng trong trắng tập mơ bộ năng trong trắng mình tên mà người ta chui lên trong bài tập ban thôi bón bộ năng phong cho lui tập mơ bộ năng phong cái tao nó trong lụi ban lụi đây lụi ấy cho lui tập mơ bộ năng ở chạp chia có nhưng mà nó đã trong cái lạnh con cháu cho nó rồi trong cái lạnh phá thấy không ấy